ជំហានទី1នៅក្នុងការបង្កើត account Thread ខ្លួនឯងបងប្អូនទាំងអស់គ្នាគ្រាន់តែចូលនៅក្នុង channel Telegram របស់ខ្ញុំមកឬក៏ចូលនៅក្នុង YouTube channel របស់ខ្ញុំបងប្អូនទាំងអស់គ្នានឹងឃើញ link មួយហើយបន្ទាប់មកបងប្អូនទាំងអស់គ្នាចុចតាម link របស់ខ្ញុំមកហ្នឹង link ដើម្បីបង្កើត account ហ្នឹងអញ្ចឹងបងប្អូនចុចមកហ្នឹងហើយអញ្ចឹងបងប្អូនទាំងអស់គ្នានឹងឃើញទម្រង់បែបនេះជំហានទី2បងប្អូនទាំងអស់គ្នាគ្រាន់តែដាក់ email របស់បងប្អូនទាំងអស់គ្នាមកហ្នឹងហើយបងប្អូនទាំងអស់គ្នាដាក់ email មកខ្ញុំដាក់ email របស់ខ្ញុំមួយហើយកន្លែងនេះជាកន្លែងverify code អញ្ចឹងយើងកុំតន់យើងដាក់ password យ៉ាងសិនយើងដាក់ password របស់បងប្អូនទាំងអស់គ្នាមកដាក់ password ដែលបងប្អូនទាំងអស់គ្នាចាំហ្នឹងហើយបន្ទាប់មកបងប្អូនទាំងអស់គ្នា tick កន្លែងនេះមួយហើយបន្ទាប់មកបងប្អូនទាំងអស់គ្នាចុចកន្លែង resend code អូខេចុចកន្លែង resend code ហ្នឹងមកបន្ទាប់មកនេះវាមានវិនាទីឲ្យយើងគឺ100វិនាទីជាងបងប្អូនទាំងអស់គ្នាចូលនៅក្នុង email របស់បងប្អូនទាំងអស់គ្នាមកឃើញលេខកូដពីយើងយកលេខកូដពី email របស់យើងដាក់ហើយបងប្អូនទាំងអស់គ្នាគ្រាន់តែចុច create account នេះមកហ្នឹងហើយ create account នេះមួយមកបងប្អូនអ្នកគ្នាចង់ save ក៏បានចង់អត់ save ក៏បានខ្ញុំ save password មួយកុំឲ្យពេលណាដែលចូល account លើក្រោយខ្ញុំដាក់ email ហើយនឹង password សារថ្មីអញ្ចឹងណាបងប្អូនអ្នកគ្នាអត់ចង់ save ក៏បានដែរហើយបាទបន្ទាប់មកបងប្អូនអ្នកគ្នាគ្រាន់តែដាក់ឈ្មោះបំពេញឈ្មោះមកអានេះឈ្មោះយើងអានេះឈ្មោះតកូលរបស់យើងអញ្ចឹងណាហើយបន្ទាប់មកទៀតបងប្អូនអ្នកគ្នាគ្រាន់តែ select បងប្អូន select មក select យក page យើងប្រុសដាក់ប្រុសមកហើយសម្រាប់កន្លែងនេះគឺយើងដាក់ថ្ងៃទីថ្ងៃដែលយើងកើតថ្ងៃណាខែណាឆ្នាំណាអញ្ចឹងណាថ្ងៃ birthday របស់យើងហើយបន្ទាប់មកទៀតបងប្អូនអ្នកគ្នាដាក់លេខទូរស័ព្ទរបស់យើង phone number ហ្នឹងដាក់លេខទូរស័ព្ទរបស់យើងមកហ្នឹងហើយចុច next មកបន្ទាប់មកបងប្អូនអ្នកគ្នា select យកប្រភេទ account មកចុចយក standard ហើយមួយទៀតUSD បន្ទាប់មក select យក USD មកគ្រីសមួយមកគ្រីសកន្លែងនេះមួយមកហើយចុច next បងប្អូនចុច next មកបាទបន្ទាប់មកបងប្អូនទាំងអស់គ្នាត្រូវ verify ជំហានទី1យើងត្រូវ verify account របស់យើងបាទនឹងឃើញតម្រងបែបនេះបងប្អូនគ្រាន់តែចុចគ្រីសមួយមកអូខេបន្ទាប់មកបងប្អូនទាំងអស់គ្នាយើងចង់ដាក់ username របស់យើងក៏បានដែរយើងមិនបាច់ដាក់ក៏បានដែរហើយយើងចុច continue មកនេះយើង select យក ID card របស់យើងមកបាទបន្ទាប់មកបងប្អូនទាំងអស់គ្នាគ្រាន់តែ upload តញ្ញប័ណ្ណរបស់បងប្អូនទាំងអស់គ្នាចូលមកហ្នឹងហើយ upload ចូលមកហើយចុច continueអូខេបងប្អូននឹងឃើញទម្រង់បែបនេះអញ្ចឹងមានន័យថាក្រុមហ៊ុនវាកំពុងតែ check account យើងហើយបងប្អូនអ្នកគ្នាចាំបន្តិចមកឃើញ load សញ្ញា tick មានន័យថា account យើងរួចរាល់ហើយបាទបន្ទាប់ពីឃើញសញ្ញា tick បែបនេះបងប្អូនទាំងអស់គ្នាគឺ account របស់យើងគឺបាន verify រួចរាល់ហើយ account របស់យើងគឺបាន verify រួចរាល់ហើយអញ្ចឹងបងប្អូនចុចខ្វែងហ្នឹងមកហ្នឹងហើយខ្វែងហ្នឹងឃើញទម្រង់បែបនេះហ្នឹងហើយឃើញទម្រង់បែបនេះនៃ account របស់យើងហើយបន្ទាប់មកយើងត្រូវចូលទៅយក ID ហើយនិង password server សម្រាប់ login ចូលនៅក្នុង app MT5 បងប្អូនអ្នកគ្នាគ្រាន់តែចូលនៅក្នុង email បងប្អូនទាំងអស់គ្នាមកចូលនៅក្នុង email បងប្អូនអ្នកគ្នាមកឃើញនេះគេផ្ញើមកលេខ ID 858ហ្នឹងហើយ password ហ្នឹងហើយសម្រាប់ server នេះបងប្អូននេះ server នេះ Atuma Market Live 1អញ្ចឹងពីវីដេអូនៅក្នុងការបង្កើត account Thread ដោយខ្លួនឯងគឺមានតែប៉ុណ្្នឹងទេហើយអត់មានអីញ៉ៃញ៉ៃច្រើនទេបងប្អូនអ្នកគ្នាអាចចូលបង្កើតដោយខ្លួនឯងបានតាម referral code របស់ខ្ញុំហ្នឹងហើយសម្រាប់ព័ត៌មានផ្សេងៗបងប្អូនអ្នកគ្នាមានចម្ងល់ឬក៏ឆ្ងល់កន្លែងណាអាច contact មក Telegram ខ្ញុំផ្ទាល់បានដែលមាន link នៅខាងក្រោមនឹងផ្ទាល់តែម្ដងហើយខ្ញុំនឹង support បងប្អូនទាំងអស់គ្នាផ្ទាល់តែម្ដងរកចម្ងល់ផ្សេងៗបងប្អូនអាច contact មកខ្ញុំបានអញ្ចឹងពីខ្ញុំរ៉ាត់ចាំម៉ាគឺមានតែប៉ុណ្្នឹងទេអរគុណ